សូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងទៅតាមដានមើលជីវប្រវត្តិរបស់សឹងអុកមីងដែលជាមនុស្សអានកំបាំងម្នាក់ហើយការស្លាប់របស់គាត់ក៏អានកំបាំងដែរថ្ងៃនេះយើងនឹងដឹងថាតើសឹងអុកមីងគឺជានរណាហើយមកធ្វើអីនៅក្នុងប្រទេសកម្ពុជាយើងបាទព័ត៌មានច្បាស់លាស់ពីសឹងអុកមីងពុំអាចដឹងបានឡើយដោយហេតុថាបុគ្គលរូបនេះជាចរបរោះរបស់វៀតណាមកុម្មុយនីសបង្កប់ខ្លួននៅក្នុងស្រុកខ្មែរតាមរបាយការណ៍របស់ក្រសួងសន្តិសុខបារាំងនៅឆ្នាំ1932មានខ្មែរម្នាក់មានដើមកំណើតនៅកូសាំងសៀនឈ្មោះថាថាច់ជឿនមកធ្វើជាអ្នកនេសាទត្រីនៅបឹងទន្លេសាបថាច់ជឿនជាសមាជិកបកកុម្មុយនីសឥណ្ឌូចិនទទួលបេសកកម្មនយោបាយបម្រើបកកុម្មុយនីសឥណ្ឌូចិននៅកម្ពុជាដល់ឆ្នាំ1936ឆ្នាំបន្ទាប់មកថាច់ជឿនបានបួសជាព្រះសង្ឃនៅវត្តតាកែវនៅខេត្តតាកែវដល់ឆ្នាំ1939ក៏សឹកចេញមកធ្វើជាមេនៅខេត្តស្វាយរៀងក្រោយមកថាច់ជឿនបានបដូរឈ្មោះមកជាសឹងអុកមីងជាប្រធានបកកុម្មុយនីសខ្មែរលើកទី1នៅកម្ពុជាតាមឯកសារខ្មែរសឹងអុកមីងជាឈ្មោះដែលវៀតណាមកុម្មុយនីសបានដាក់ទៅលើកូនយួនម្នាក់ឈ្មោះថាអនមៀនដែលរស់នៅខេត្តកំពតបានជាវៀតណាមដាក់ឈ្មោះដូចនេះព្រោះវៀតណាមចង់បង្កើតមនុស្សម្នាក់ឲ្យគោរពធ្វើតាមវៀតណាមឲ្យមានឈ្មោះល្បីដូចគ្នាទៅនឹងខ្មែរក្រោមម្នាក់ឈ្មោះថាសឹងអុកថាញ់ដែលនៅពេលនោះកំពុងតែលេចឡើងជាអ្នកចិត្តនិយមមួយរូបនៅឆ្នាំ1952បន្ទាប់ពីបាតុកម្មជាង 1000 នាក់មានក្រហមនិងបព្វជិតទាមទារឲ្យបារាំងដោះលែងអាចារ្យហែមជីវអាចារ្យនូតឌួងរបបរលូតទៅបារាំងក៏ចាប់ផ្ដើមធ្វើការបោសសម្អាតតាមរកចាប់ខ្លួនមេឃាតករសឹងអុកថាញ់បានគេចខ្លួនទៅបាងកកព្រះសង្ឃមួយចំនួនក៏បានគេចខ្លួនពីភ្នំពេញទៅរស់នៅឯស្រុកស្រែចម្ការក្នុងចំណោមព្រះសង្ឃទាំងអស់នោះមានព្រះសង្ឃមួយអង្គឈ្មោះថាអាចារ្យមានគឺជាមនុស្សតែមួយជាមួយនឹងឈ្មោះអនមានជាគ្រូបង្រៀនភាសាបាលីនៅវត្តអណាឡោមអាចារ្យមានបានគេចមករស់នៅវត្តយីទេពខេត្តកំពង់ឆ្នាំង2ឆ្នាំនិងបានតាក់ទងជាសម្ងាត់ជាមួយនឹងបកកុម្មុយនីសឥណ្ឌូចិនតាមផ្នែកសាសនានៅប្រទេសថៃអាចារ្យមានក៏បដូរឈ្មោះមកជាសឹងអុកមីងពេលបន្តិចក្រោយមកលោកសង្ឃមួយចំនួនដែលរត់គេចពីបារាំងក៏បានមករួមរស់ជាមួយនឹងអាចារ្យមានផងដែរពីឆ្នាំ1942មកសឹងអុកមីងបដូរវត្តជាច្រើននៅថ្ងៃ6កុម្ភៈឆ្នាំ1945យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 បានទម្លាក់គ្រាប់បែកទៅលើវត្តអណាឡោមទីក្រុងភ្នំពេញដែលធ្វើឲ្យព្រះសង្ឃសកុត20អង្គទូសមុទ្រស្ថិតនៅក្នុងវត្តនេះជាគ្រូបង្រៀនភាសាបាលីបានគេចចេញពីវត្តទៅស្រុកស្រែរួចរត់ទៅប្រទេសវៀតណាមធ្វើការជាមួយនឹងបកកុម្មុយនីសឥណ្ឌូចិនពេលបន្ទាប់មកសឹងអុកមីងក៏បានក៏តាមមកទៀតធ្វើការជាមួយគ្នានៅខែសីហាឆ្នាំ1946សឹងអុកមីងបានបញ្ចេញទ្វេដៃជាមួយក្រុមដាបឈួនដែលមានគ្នាប្រមាណជា300នាក់បានវាយកាន់កាប់ខេត្តសៀមរាបនិងអង្គរបាន6ថ្ងៃហើយបានសម្លាប់ទាហានបារាំងអស់7នាក់បាទមកដល់ត្រង់ចំណុចនេះខ្ញុំបាទសូមបញ្ជាក់ថាសឹងអុកមីងនេះដែលយើងហៅថាអាចារ្យមានហើយឈ្មោះរបស់គាត់ថាច់ជឿនគាត់បានយកឈ្មោះដាក់ឲ្យស្រដៀងទៅនឹងលោកសឹងអុកថាញ់ដោយសារតែនៅពេលនោះលោកសឹងអុកថាញ់គឺជាអិសរាជជននយោបាយមួយរូបដែលមានប្រជាប្រិយភាពនៅកម្ពុជាហើយវៀតណាមបានដាក់ឈ្មោះនេះឲ្យដើម្បីទាក់ទាញប្រជាប្រិយភាពឲ្យប្រជាជនកម្ពុជាជឿថាលោកសឹងអុកមីងនេះគឺមានទំនាក់ទំនងជាមួយនឹងលោកសឹងអុកថាញ់ហើយទូសមុទ្រហើយក្រោយមកបានរត់ទៅវៀតណាមបានធ្វើការជាមួយនឹងបកកុម្មុយនីសឥណ្ឌូចិននៅវៀតណាមហើយក្រោយមកទៀតគាត់បានធ្វើជាជំនួយការរបស់ដាបឈួនដល់ទីនេះឯងបានរឿងរ៉ាវពាក់ព័ន្ធទៅដល់លោកដាបឈួនទៅទៀតបាទហើយក្រោយមកលោកដាបឈួននេះក៏បានចោះចូលជាមួយនឹងសម្ដេចនរោត្តមសីហនុតែក្រោយមកក៏ក្បត់ទៅវិញរហូតដល់ទាហានរបស់សម្ដេចនរោត្តមសីហនុតាមសម្លាប់អញ្ចឹងយើងតាមដានបន្តទៅទៀតនៅដើមឆ្នាំ1951សមាជលើកទី2នៃបកកុម្មុយនីសឥណ្ឌូចិនសម្រាប់បំបែកគណៈបកកុម្មុយនីសជាតិវៀតណាម
ទៅជា3ទៅតាមប្រទេសនីមួយៗនៅឥណ្ឌូចិនតែមួយក្រោមបញ្ជាបកកុម្មុយនីសឥណ្ឌូចិនគឺបកកុម្មុយនីសកម្ពុជាបកកុម្មុយនីសវៀតណាមនិងបកកុម្មុយនីសលាវនៅកម្ពុជាពន្លកនៃពន្លកនៃបកកុម្មុយនីសកម្ពុជាកើតនៅថ្ងៃទី9កុម្ភៈឆ្នាំ1951ដែលមានឈ្មោះថាគណបកប្រជាជនខ្មែរគណបកប្រជាជនខ្មែរត្រូវដឹកនាំដោយគណៈកម្មាភិបាលកណ្ដាលដែលយើងហៅថាគណៈកម្មការសម្រាប់បង្កើតនិងឃោសនាគណបកបណ្ដោះអាសន្នបង្កើតនៅថ្ងៃទី30កញ្ញាឆ្នាំ1951ដើម្បីរៀបចំសមាជលើកទី1មានសមាជិកចំនួន15នាក់នៅក្នុងនោះសមាជិកមានដូចជាលោកសឹងអុកមីងលោកទូសមុទ្រស៊ីវហេងច័ន្ទសម័យនងមីផូជាសុតសុភឹមប្រសិទ្ធណៃសារ៉ាន់ហុងឈុននងសួនកែវមនីមូលសម្បត្តិកែវមាសនងស្រឡៅលាវកែវមនីនិងសុសម៉ាន់ចូលជាសមាជិកនៅឆ្នាំ1952នៅឆ្នាំ1954មានសន្និសីទឥណ្ឌូចិននៅហ្សឺណែវសឹងអុកមីងបានឲ្យតំណាងខ្លួន2នាក់គឺកែវមនីនិងមីផូមកបំរុងចូលរួមប្រឆាំងទៅនឹងប្រតិភូមហាក្សត្រសម្ដេចនរោត្តមសីហនុតែប្រតិភូសឹងអុកមីងមិនបានចូលរួមទេដោយមានការចំទាស់ពីជួរឡាយមិនឲ្យកម្ពុជាបែងចែកទឹកដីឡើយព្រោះខ្លាចអាមេរិកដាក់កងទ័ពបរាជ័យនៅហ្សឺណែវនេះបង្ខំឲ្យគណបកប្រជាជនខ្មែរបែងចែកទៅជា3ក្រុមទី1រត់ទៅហាណូយជាមួយខ្មែរដែលមានចំនួន3500នាក់មានលោកសឹងអុកមីងមីផូកែវមនីលាវកែវមនីសុសម៉ាន់ហុងជួនញ៉ែមស៊ុនច័ន្ទសម័យនិងប៉ែនសវណ្ណជាដើមហើយក្រុមទី2គឺលាក់ខ្លួននៅកម្ពុជាក្រុមនេះមានលោកទូសមុទ្រមូលសម្បត្តិលោកប្រសិទ្ធស៊ីវហេងនួនជាសភឹមណៃសារ៉ាន់បន្ទាប់ពីបានទៅហាណូយជាមួយក្រុមទី1បានប្រហែលខែមកក៏វិលចូលមកកម្ពុជាវិញរីឯក្រុមទី3ជាក្រុមចេញមុខរងចាំការបោះឆ្នោតនៅឆ្នាំ1955មានដូចជានងសួនកែវមាសប៉ែនយុទ្ធនៅឆ្នាំ1970សង្គ្រាមវៀតណាមបានរាលដាលចូលទៅដល់កម្ពុជាពីផ្នែកធំនៃក្រុមទី1បានវិលចូលមកកម្ពុជាវិញមានដូចជាប៉ែនសវណ្ណជាសុតជាដើមហើយនៅខែវិច្ឆិកាឆ្នាំ1970គឺមានការយល់ព្រមរវាងនួនជានិងក្រុងហាណូយវៀងវ៉ាន់លិនត្រាន់ណាំទ្រុងអនុញ្ញាតឲ្យខ្មែរវៀតមិញនៅឆ្នាំ1954វិលមកកម្ពុជាវិញចំនួន822នាក់តាមផ្លូវលំហូជីមិញសឹងអុកមីងមិនបានវិលត្រឡប់មកវិញទេគាត់បានស្លាប់ដោយអាថ៌កំបាំងនៅប៉េកាំងនៅថ្ងៃទី22ធ្នូឆ្នាំ1972សាសររបស់គាត់បានត្រូវបានគេដឹកយកមកបញ្ចុះនៅហាណូយដោយមានការចូលរួមយំបោកខ្លួនពីយឹងសារីហើយនឹងឃីវធីរិតផងដែរបាទចឹងខ្ញុំបាទសូមបញ្ជាក់ឡើងវិញថាសឹងអុកមីងនេះគឺជាមនុស្សរបស់វៀតណាមហើយបន្លំខ្លួនជាខ្មែរចូលមកកម្ពុជាដើម្បីធ្វើកិច្ចការឲ្យបកកុម្មុយនីសវៀតណាមតែប៉ុណ្ណោះបាទហើយគាត់នេះពីដើមគាត់គឺជាគេហៅថាអគ្គលេខាបកកុម្មុយនីសដែលកាន់កាប់កិច្ចការនៅក្នុងប្រទេសកម្ពុជាចឹងគឺគាត់នេះហើយដែលធំជាងគេនៅក្នុងប្រទេសកម្ពុជានៅពេលដែលប្រទេសកម្ពុជាត្រូវបានបញ្ជ្រាបចូលមកដោយក្រុមកុម្មុយនីសបាទហើយក្រុមកុម្មុយនីសនេះត្រូវបានសាបរលាបម្ដងហើយនៅពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ1954បាទយើងបានឯករាជ្យនៅ53ក៏ប៉ុន្តែសន្និសីទហ្សឺណែវនៅក្នុងឆ្នាំ1954ទទួលស្គាល់ឯករាជ្យរបស់កម្ពុជាជាអន្តរជាតិនៅពេលនោះគឺក្រុមកុម្មុយនីសនៅកម្ពុជាក្រោមការដឹកនាំរបស់ស៊ីវហេងបាទយល់ថាគ្មានន័យទៀតទេដែលត្រូវតស៊ូដូច្នេះស៊ីវហេងក៏សម្រេចចិត្តចុះចូលជាមួយនឹងសម្ដេចនរោត្តមសីហនុនៅពេលនោះគឺក្រុមកុម្មុយនីសនៅក្នុងប្រទេសកម្ពុជាបានធ្វើការបែងចែកគ្នាខ្ចាត់ខ្ចាយអស់សូម្បីតែលោកប៉ុលពតក៏គេចខ្លួនចូលក្នុងព្រៃបាត់ដែរហ
ក្រោយមកទៀតទៅបកកុម្មុយនីសបានកើតឡើងសារជាថ្មីហើយកើតឡើងជាលើកទី2នេះគឺមានលក្ខណៈឯករាជ្យដាច់ដោយឡែកពីប្រទេសវៀតណាមតែម្ដងអ្វីបើថាដំបូងឡើយគឺលោកប៉ុល ពតគាត់បានធ្វើដំណើរចូលទៅវៀតណាមដើម្បីតាក់ទងរកជំនួយដើម្បីបង្កើតចលនាតស៊ូតាមរយៈមនោគមវិជ្ជានយោបាយកុម្មុយនីសក៏ប៉ុន្តែក្រោយមកគាត់បានបដូរទីតាំងពីវៀតណាមមកនៅខេត្តរតនគិរីដើម្បីបង្កើតមូលដ្ឋានខ្លួនឯងផ្ទាល់ហើយព្យាយាមធ្វើឲ្យខ្លួនឯងឯករាជ្យពីប្រទេសវៀតណាមដើម្បីថ្ងៃក្រោយទៅធ្វើការតស៊ូគឺតស៊ូដោយខ្លួនឯងហើយសម្រេចជោគវាសនាទៅលើប្រទេសជាតិដោយខ្លួនឯងតែម្ដងបាទហើយបកកុម្មុយនីសកម្ពុជាបានកើតឡើងសារជាថ្មីគឺនៅអំឡុងឆ្នាំ1960ដែលគេចាត់ទុកថាក្នុងឆ្នាំ1960នេះគឺជាដើមកំណើតនៃបកកុម្មុយនីសកម្ពុជាអូខេអញ្ចឹងខ្ញុំបាទសូមបញ្ចប់អត្ថបទមួយនេះតែប៉ុណ្ណេះបាទសូមអរគុណ